បាទសូមគោរពពុកម៉ែបងប្អូនជាទីគោរពនិងជំនុំជាតិជាទីស្នេហាតេតិនជាមួយនឹងវីដេអូនេះខ្ញុំធ្វើបន្តជាមួយនឹងតើសង្គ្រាមទី3រវាងលើកទី3រវាងថៃជាមួយនឹងកម្ពុជានឹងអាចកើតឡើងដែរឬទេខណៈពេលដែលថៃនៅតែផ្សព្វផ្សាយនិងញុះញង់ហើយអ្វីដែលសំខាន់គឺនាយករដ្ឋមន្ត្រីចាំផ្ទះអនុทิនគឺបានគ្រប់គ្រងក្នុងការដែលឲ្យថៃបានធ្វើរបងដាក់បន្លាលួសយកទូកុងតឺន័រមកធ្វើរបងនេះគឺជាចរិតនៃការដែលចង់អួតខ្លួនថាជាប្រទេសត្រូវការសន្តិភាពខ្ញុំថាបើប្រទេសថៃត្រូវការសន្តិភាពមែនមិនធ្វើទង្វើទាំងអស់នោះទេអញ្ចឹងហើយបើប្រទេសថៃត្រូវការសន្តិភាពមែនមើលកម្ពុជាជាគំរូថៃឥឡូវចាប់ផ្ដើមត្រូវមើលកម្ពុជាជាគំរូហើយបានកម្ពុជាជាគំរូថ្ងៃនេះសម្ដេចធិបតីបាននាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមប្រជុំលើកដំបូងក្រុមប្រឹក្សាសន្តិសុខសំទោសក្រុមប្រឹក្សាសន្តិភាពអង្គការសហជីវជាតិនេះជាអ្វីអញ្ចឹងមើលកម្ពុជាធ្វើអីនេះទើបជាប្រទេសដែលត្រូវការសុខសន្តិភាពពិតប្រាកដពីព្រោះកម្ពុជាថ្ងៃ19នេះចូលរួមប្រជុំលើកដំបូងនៅក្រុមប្រឹក្សាសន្តិភាពអង្គការសហជីវជាតិដែលតបតាមការអញ្ជើញរបស់លោក Donald Trump ធានាធិបតីអាមេរិកកាលពី16មករា2021កន្លងទៅហើយកម្ពុជាបានចូលរួមរឿងនេះតាមសេចក្តីសម្រេចតាំងពី17វិច្ឆិកា2025ដែរអញ្ចឹងឥឡូវនេះកម្ពុជាចាប់ផ្ដើមឈានមួយជំហានទៀតហើយកម្ពុជាកំពុងតែឆ្ពោះទៅរកសន្តិភាពពិតប្រាកដក្រុមប្រឹក្សាសន្តិភាពអង្គការសហជីវជាតិដឹងហើយថាមានតួនាទីយ៉ាងម៉េចអញ្ចឹងទោះបីជាពាក់ព័ន្ធមួយតំបន់កាហ្សាដែលមានភាពអធិរភាពក៏ដោយក៏មិនមែនតែកាហ្សាគឺទាំងអស់ប្រទេសទូទាំងសកលលោកពីព្រោះជាក្រុមប្រឹក្សាសន្តិភាពអង្គការសហជីវជាតិដែលយើងហៅថា The Board of Peace អញ្ចឹងរឿងនេះជារឿងមួយដែលយើងអាចនិយាយបានថាកម្ពុជាកំពុងតែបើកមុខមាត់នឹងទំព័រសក្តានុពលថ្មីសម្រាប់ប្រទេសដែលជាប្រទេសស្រឡាញ់សន្តិភាពប្រកបអនុវត្តនិងមានសុឆន្ទៈពាក់ព័ន្ធជាមួយនឹងរឿងសន្តិភាពនេះច្បាស់លាស់និងស៊ីជម្រៅប៉ុន្តែថៃដែលអួតខ្លួនថាជាប្រទេសសន្តិភាពដែលអួតខ្លួនថាជាប្រទេសមិនដែលធ្លាក់ក្រោមអាណានិគមនិយមរបស់អ្នកណាឬក៏ជាប្រទេសដែលតែងតែគេហៅថាយកប្រៀបលើបណ្ដាប្រទេសដែលជាប់បន្ទាត់ព្រំដែនត្រឡប់មកពិចារណាខ្លួនឯងវិញចំពោះការញុះញង់ដែលថាសង្គ្រាមរវាងថៃកម្ពុជានឹងកើតមានលើកទី3តាមការផ្សព្វផ្សាយមួយចំនួនថាខ្មែរចល័តកម្លាំងបង្កើនទ័ពទិញអាវុធទិញអីណានៃហូហែដើម្បីនឹងតតាំងជាមួយថៃឲ្យផ្ទុះសង្គ្រាមលើកទី3កើតឡើងនោះមិនមែនជាចេតនារបស់កម្ពុជាទេនេះជាការទម្លាក់កំហុសរបស់ភាគីថៃដែលតែងតែផ្សព្វផ្សាយនៅបណ្ដាញផ្សព្វផ្សាយសង្គមក៏ដូចជាទូរទស្សន៍អនឡាញជាច្រើនដែលបានផ្សាយពាក់ព័ន្ធជាមួយនឹងខាងកម្ពុជាថាកម្ពុជាចលិះហើយចលិះជនភេសជ្ជៈទៀតហើយត្រៀមខ្លួនហើយបង្កើនទ័ពហើយសុំទោសកម្ពុជាមានសុឆន្ទៈច្បាស់លាស់កម្ពុជាឈរលើជំហរច្បាស់លាស់ទោះបីជាកម្ពុជាទិញអីធ្វើស្អីក៏ជារឿងរបស់កម្ពុជាមិនអនុញ្ញាតឲ្យថៃចូលមកទន្ទ្រានឈ្លានពានអធិបតេយ្យភាពកម្ពុជាដែលខុសច្បាប់ជាច្រើនលើកច្រើនសារទៀតទេអញ្ចឹងកម្ពុជាបានន័យថាគ្រាន់តែតបតទៅវិញនៅការឈ្លានពានដល់កំដៅខុសច្បាប់របស់ថៃអញ្ចឹងថៃកុំចេះតែចោទប្រកាន់ខុសរឿងអញ្ចឹងរឿងនេះកុំតន់អាចោទប្រកាន់ពីព្រោះថាថៃខ្លួនឯងនឹងបង្កើតរដ្ឋាភិបាលនឹងចេញទេឥឡូវហ្នឹងការបោះឆ្នោតហ្នឹងក៏មានការកេងបន្លំស្លឹកឆ្នោតទៀតចំនួនអ្នកបោះតិចជាងចំនួនស្លឹកឆ្នោតគិតមើលឡើងវិញនេះប្រទេសសេរីប្រទេសអីណានៃនិយាយមកគួរអៀនមាត់ប៉ុន្តែសូមបញ្ជាក់ថាកម្ពុជាបានលើកកម្ពស់របស់កម្ពុជាបានន័យថាលើកមុខមាត់កម្ពុជាមួយជំហានទៀតក្នុងជិតឆាកអន្តរជាតិដោយថ្ងៃនេះសម្ដេចមហាបវរធិបតីបានដឹកនាំគណៈប្រតិភូចូលរួមប្រជុំលើកដំបូងក្រុមប្រឹក្សាសន្តិភាពអង្គការសហជីវជាតិឬអង់គ្លេសហៅថា The Board of Peace អញ្ចឹងរឿងនេះហើយជារឿងមួយដែលសបញ្ជាក់ឃើញថាកម្ពុជាមិនមែនតែត្រឹមត្រូវការសន្តិភាពប៉ុណ្ណោះទេគឺកម្ពុជាត្រូវការឲ្យបណ្ដាប្រទេសមួយចំនួនដែលកំពុងតែមានបញ្ហានៅលើសកលលោកនេះដូចជាតំបន់កាហ្សាតំបន់អីជាច្រើនហូរហែដូចដែលយើងនៅស្រាប់ហើយមានសន្តិភាពដូចគ្នាផងដែរនេះជាឆន្ទៈដ៏មុះមុតរបស់ថ្នាក់ដឹកនាំកម្ពុជា
អញ្ចឹងដរាបណាយើងជឿថ្នាក់ដឹកនាំកម្ពុជាទុកចិត្តលើលោកនៅតែបន្តរកសុខសន្តិភាពជូនប្រជាពលរដ្ឋយើងបានកាលពីសម្ដេចពុកគឺគាត់បាននាំប្រទេសចេញពីពិភពខ្មៅងងឹតយើងដឹងហើយចំនួន3ឆ្នាំឲ្យរកឃើញសន្តិភាពពិតប្រាកដកម្ពុជាឈ្នះនយោបាយឈ្នះកាលពី1998មកទល់ថ្ងៃនេះប៉ុន្តែភាគីថៃព្យាយាមមិនឲ្យប្រទេសកម្ពុជាបានសុខសន្តិភាពបាននាំយកសង្គ្រាមមកឈ្លានពានកម្ពុជាទៅខុសច្បាប់រឿងនេះជារឿងដែលយើងត្រូវពិចារណាទាំងអស់គ្នាអញ្ចឹងជឿថាសម្ដេចធិបតីនឹងនាំប្រទេសកម្ពុជាយើងឆ្ពោះទៅរកសុខសន្តិភាពយ៉ាងពេញលេញម្ដងទៀតជាមួយនឹងប្រទេសជិតខាងកុំឲ្យពួកអស់នេះបានជន់ឈ្លីនឹងមាក់ងាយធិបតេយ្យភាពរបស់កម្ពុជាអញ្ចឹងមានអ្វីបន្ថែមឬការប្រជុំលើដំបូងក្រុមប្រឹក្សាសន្តិភាពអង្គការសហជីវជាតិយ៉ាងណាមានវិវត្តអ្វីទៀតខ្ញុំនឹងបន្តធ្វើវីដេអូជម្រាបជូនពុកម៉ែបងប្អូនជាទីគោរពទៀតគណៈពេលនេះសូមអរគុណ